រឿងនិទានបបោទន្សាយក្លាហាននៅក្នុងព្រៃអាតកំបាំងមួយមានកូនទន្សាយស្អាតម្នាក់ឈ្មោះបបោគេតែងតែស្លៀកអាវពណ៌លឿងនិងខោខ្លីពណ៌ខៀវបបោមានបេះដូងធំនិងក្តីសុបិនចង់ក្លាយជាម្ចាស់ជើងឯកក្នុងការប្រណាំងថ្ងៃបុណ្យសត្វនៅភូមិថ្ងៃមួយខណៈបបោកំពុងហើរថ្ងៃរឿងអាក្រក់មួយបានកើតឡើងចកាច់សាហាវមួយឈ្មោះហ្វុកស៊ីបានមកចំអកនិងនិយាយមើលងាយថាបបោមិនដែលឈ្នះនរណាបានឡើយវាបានប្រកាសថាទន្សាយដែលភ័យខ្លាចបែបនេះគ្រាន់តែចូលរួមប្រកួតក៏ជាការគួរឲ្យអស់សំណើចទៅហើយបបោបានត្រឹមតែស្ងៀមស្ងាត់និងស្រក់ទឹកភ្នែកដោយអារម្មណ៍អន់ចិត្តតែសំណាងល្អមានពស់មួយឈ្មោះទីមដែលជាមិត្តចាស់បានមកផ្ដល់ពាក្យលើកទឹកចិត្តថាកុំស្ដាប់ពាក្យអ្នកអតីអីបើយើងជឿជាក់លើខ្លួនឯងនោះគ្មានអ្វីជាបញ្ហាទេចាប់ពីថ្ងៃនោះមកបបោចាប់ផ្ដើមហាត់ប្រាណទាំងព្រឹកទាំងល្ងាចគេរត់ជុំវិញភូមិបោះជំហានយ៉ាងលឿនបើកបេះដូងប្រឆាំងនឹងការស្ទាក់ស្ទើរអំដោយពន្លឺថ្ងៃដំបូងបបោសម្លឹងទៅមុខដោយក្តីសង្ឃឹមពេលថ្ងៃប្រកួតមកដល់សត្វគ្រប់ប្រភេទបានមកប្រមូលផ្ដុំគ្នានៅវាលព្រៃបបោឈរនៅខាងមុខបេះដូងមានអារម្មណ៍រំភើបនិងពោរពេញដោយកម្លាំងចិត្តពីអ្វីដែលបានឆ្លងកាត់កន្លងមកហ្វុកស៊ីរត់យ៉ាងរហ័សតែដោយបំណងចង់ឈ្នះពេកទើបវាបានជន់ដេអែលហើយជ្រុះចូលទៅក្នុងរន្ធស្លឹកឈើបបោមិនបានស្ទាក់ស្ទើរឡើយគេបន្តរត់តាមផ្លូវរឹងមាំរបស់ខ្លួនសំឡេងសើចចំអកនិងមើលងាយបានផ្លាស់ប្ដូរទៅជាសំឡេងលើកទឹកចិត្តពេលបបោឈានដល់ខ្សែបញ្ចប់សត្វទាំងអស់បានទះដៃនិងសរសើរថាបបោជាម្ចាស់ជ័យជំនះពិតប្រាកដព្រោះគេហ៊ានតស៊ូទៅមុខទោះបីខ្លាចក៏ដោយក្រោយមកបបោបានឈរជាមួយមិត្តរបស់គេទីមខណៈសត្វទាំងឡាយសប្បាយរីករាយកូនទន្សាយម្នាក់នោះបានបង្ហាញថាជ័យជំនះមិនមែនមកពីអ្នករត់ដល់ទីបញ្ចប់ប៉ុណ្ណោះទេប៉ុន្តែមកពីអ្នកដែលមិនព្រមចុះចាញ់នឹងការភ័យខ្លាចរបស់ខ្លួន